មកកាន់ជាមួយនឹងមូលដ្ឋានគ្រឹះអេឡិចត្រូនិកដែលខ្ញុំមកបង្ហាញនេះខ្ញុំមកបង្ហាញជាមួយនឹងប្រភេទ Arduino IDE ដែលជាមូលដ្ឋានគ្រឹះក្នុងការយើងសិក្សារៀនកូដអញ្ចឹងក្នុងយើងសិក្សារៀនកូដខ្ញុំចង់ណែនាំជាមួយនឹងបងទាំងអស់គ្នាជាដំបូងបងអស់គ្នាយើងត្រូវតែ download ជាមួយនឹងប្រភេទ Arduino IDE ទៅលើ website ដែលយើងសរសេរពាក្យថា Arduino IDE ឬក៏ Arduino download ទៅបន្ទាប់ពីបងរកកន្លែង download install វាហើយនេះបងអាច download វាបានហើយដោយសារតែខ្ញុំបាន download វាហើយអញ្ចឹងខ្ញុំក៏យើងចូលទៅ Arduino តែម្ដងទៅហើយបើសិនជាយើងគិតថាបងថាគាត់ថាចង់រៀនអីផ្សេងៗចាំខ្ញុំតម្លាក់មេរៀនទៅក្រោយនៅខាងក្រោមហ្នឹងទៅហើយនេះគឺជាកូដរបស់យើងចាស់ទេអញ្ចឹងថ្ងៃហ្នឹងគឺខ្ញុំមកពន្យល់ជាមួយនឹងរបាល tape របស់ Arduino IDE តែយើងមានអីខ្លះអញ្ចឹងនៅក្នុងនេះគឺយើងមានជាមួយនឹង boot setup ហ្នឹងគឺជាជើង pin ដែលយើងត្រូវ pin ហើយជាមួយនឹង boot loop ហ្នឹងមានន័យថាយើងបញ្ជាទៅលើឧបករណ៍ណាមួយអញ្ចឹងណាបងហើយជាមួយនឹងតួនាទីរបស់ពួកវានេះគឺជា file អានេះគេហៅថាគេ stack box ដែលយើងហៅថា login របស់យើងបើសិនតែបងប្រើ email យើង log អានេះគឺជាប្រភេទគេហៅ board manager ហ្នឹងគឺអ្នកកន្លែងអ្នកធួកន្លែងធួនិងកន្លែង board នេះដែលយើងចង់តម្លើងអីគេ Arduino IDE ឬក៏ ESP32 ដែលយើងដាក់ថា ESP32 មកវានឹងចេញឲ្យយើងហើយអញ្ចឹងយើងអាច install វាបានហើយកន្លែងនេះគឺជាកន្លែង library ហ្នឹងឧទាហរណ៍ដូចយើងប្រើ DHT11 អញ្ចឹងយើងត្រូវ install DHT11 អញ្ចឹងទៅអញ្ចឹងពេលយើងចុច install វានឹង install ឲ្យអញ្ចឹងដូចថា install storage ណាដែលវាអត់ទាន់មានអញ្ចឹងយើងត្រូវ restore install វាចេញមកហើយកន្លែងនេះកន្លែងសញ្ញាខុសឬក៏សញ្ញាហាមឃាត់កន្លែងនេះកន្លែង research ហើយកន្លែងរបាល tab ខាងលើនេះគឺកន្លែង file នេះគឺកន្លែង new sketch ហ្នឹងមានន័យថាយើងបង្កើតថ្មី open folder ហ្នឹងមានន័យថា open ហ្នឹងគឺ open អា file របស់យើងដែលយើងបានបង្កើតឬក៏អីផ្សេងៗដែលយើងចង់ដាក់មកហើយកន្លែងនេះ example basic របស់យើងសិនថាបងចង់ប្រើជាប្រភេទ analog ឬក៏អីផ្សេងៗគឺមាននៅក្នុងនោះតែម្ដងហើយកន្លែង close យើងបិទជាមួយនឹង Arduino save up ហើយនឹង perfect ប៉ុន្តែនេះគឺយើងអត់សូវត្រូវការប្រើទេយើងប្រើតែ save ហើយនឹងយើងអាចប្រើ example នេះកន្លែង edit នេះក៏យើងអត់សូវប្រើកន្លែងនេះយើងប្រើជាមួយនឹង program ជាមួយនឹង Protos កម្មវិធី Protos យើងប្រើនេះឯងដែលយើងត្រូវការហើយជាមួយនឹង tool នេះគឺយើងប្រើជារួមគឺយើងប្រើជាមួយនឹងច្រើនគឺទៅលើ board របស់យើងហ្នឹងមាន board អីផ្សេងច្រើនមែនទែនហើយយើងឲ្យ port នេះពេលដែលសិនតែយើងដោត Arduino IDE ចូលគឺវានឹងឲ្យយើងទៅជា port ហើយ port 1ឬក៏ port 13 port 14អាស្រ័យទៅលើជើង port ដែលយើងដោតចូលកន្លែង help នេះកន្លែងជួយនេះដូចជាមិនសូវត្រូវការទេអញ្ចឹងក្នុងការណែនាំរបស់ខ្ញុំវាអាចនឹងរៀងលឿនបន្តិចប៉ុន្តែប្រហែលជានឹងជួបខ្ញុំក្រោយប៉ុន្តែខ្ញុំនឹងធ្វើវីដេអូមួយលម្អិតជាមួយនឹងប្រភេទ Arduino IDE ក្នុងការយើងសរសេរកូដតែម្ដង